តអ្វីបានប្រុសវ័យចំណាស់ចង់ជាប្រពន្ធក្មេងហើយស្អាតបុរសសម្បូរទ្រព្យចំនួនតែងតែសុបិនចង់បានប្រពន្ធដែលស្រស់ស្អាតនិងសិទ្ធិស៊ីបំផុតព្រោះពួកគេចូលចិត្តបង្ហាញឬបង្អួតដល់មនុស្សដទៃឲ្យដឹងថាបិទតែខ្លួនចាស់បន្តិចមែនតែមានកូនក្មេងហើយស្អាតថែមទៀតប៉ុន្តែការជ្រើសរើសប្រពន្ធក្មេងជាងខ្លួនខ្លាំងពេកហើយស្អាតពេកតែងតែគ្មានក្តីសុខនោះឡើយព្រោះមិនយូរមិនឆាប់ទេនាងនឹងដឹងខ្លួនហើយអាចបែបចិត្តទៅស្រឡាញ់អ្នកថ្មីដែលស្រស់ស្អាតដូចគ្នាអ្នកដឹងទេថាតើបុរសចង់បានអ្វីខ្លះពីភរិយាជាទូទៅបុរសចង់បានស្នេហាមួយដែលស្មោះស្ម័គ្រមានការគាំទ្រមើលថែនិងការព្រួយបារម្ភប៉ុន្តែបុរសមួយចំនួនគ្រាន់តែចង់បានប្រពន្ធដែលមានសម្រស់ស្រស់ស្អាតហើយសិទ្ធិស៊ីតែប៉ុណ្ណោះពួកគេចង់អួតបុរសមួយចំនួនតែងតែបង្អួតភរិយាស្រស់ស្អាតនៅពេលពួកគេចូលរួមក្នុងសង្គមពួកគេមានអារម្មណ៍ថាខ្លួនគេជាអ្នកមាននិងមានអំណាចនៅពេលពួកគេមានភរិយាស្រស់ស្អាតបង្ហាញដល់មហាជនពួកគេគួរតែដឹងថាភរិយាមិនមែនជាឧបករណ៍សម្រាប់បង្ហាញអ្នកណាម្នាក់ឡើយនិមិត្តរូបបុរសមួយចំនួនចាត់ទុកភរិយាខ្លួនជានិមិត្តរូបពួកគេនឹងមានអារម្មណ៍មិនល្អប្រសិនបើគ្មានវាហើយនេះជាមូលហេតុធ្វើឲ្យពួកគេរកនារីស្រស់ស្អាតសម្រាប់ជីវិតរបស់ពួកគេចង់បញ្ចូលបុរសចំណាយពេលវេលាដើម្បីទាក់ទាញភរិយាក្មេងស្រស់ស្អាតដោយចង់បានការបញ្ចូលពីនាងនេះនឹងផ្ដល់ឲ្យពួកគេខ្ពង់ខ្ពស់ហើយសមជាបុរសដើម្បីផ្ដល់ក្តីសុខឲ្យគេបុរសមានការប្រុងប្រយ័ត្នក្នុងការរើសភរិយាដែលក្មេងហើយស្រស់ស្អាតណាស់ពួកគេចង់បានមនុស្សស្រីដែលអាចផ្ដល់ក្តីសុខឲ្យគេបានច្រើនធ្វើឲ្យគេមានអារម្មណ៍ថានៅក្មេងពិតណាស់នៅពេលអ្នកចាស់ហើយភរិយារបស់អ្នកក្មេងអ្នកនឹងទំនោរទៅរកភាពក្មេងដែរព្រោះអ្នកនឹងគិតថានាងចាប់អារម្មណ៍នឹងបោះដូចជារូបនាងនឹងមិនដែលនិយាយថាទេភរិយាប្រភេទនេះទាមទារតម្រូវការសម្រាប់នាងប៉ុន្តែបុរសមួយចំនួនសុបិនចង់បានភរិយាក្មេងហើយស្អាតដែលមិននិយាយថាទេសូម្បីតែនៅពេលគាត់មិនពេញចិត្តនឹងនាងក៏ដោយដើម្បីទទួលបានភាពទាក់ទាញនៅពេលមនុស្សស្រីក្មេងអង្គុយលើភ្លៅបុរសចាស់គាត់នឹងមានអារម្មណ៍ថាខ្លួនឯងមានភាពទាក់ទាញគាត់នឹងគិតថាមនុស្សស្រីម្នាក់នេះលងនឹងសម្រស់និងភាពជាបុរសរបស់គាត់បើទោះបីជាមានហេតុផលផ្សេងក៏ដោយ